ភាពខុសគ្នារវាង pensée A និង pensée 2 ជាភាសាខ្មែរយើងប្រើកិរិយាសព្ទ penser ជាមួយនឹង préposition A ដើម្បីសំដៅលើសកម្មភាពពិចារណាគិតដល់នឹករលឹកឬគិតអំពីអ្វីមួយឬនរណាម្នាក់ក្នុងចិត្តរបស់យើងដែលអាចជារឿងដែលយើងចងចាំក្នុងចិត្តអនុស្សាវរីយ៍អ្វីដែលយើងខ្វល់ខ្វាយឬអ្វីដែលយើងត្រូវធ្វើឬមានចេតនាធ្វើឧទាហរណ៍ Je pense à mes vacances មានន័យថាខ្ញុំគិតឬកំពុងគិតពីវិស្សមកាលរបស់ខ្ញុំត្រង់នេះវាអាចជាវិស្សមកាលដែលជាអនុស្សាវរីយ៍ពីអតីតកាលឬនៅអនាគតដែលយើងនឹងមានវាឧទាហរណ៍មួយទៀត Elle pense à son avenir professionnel មានន័យថានាងគិតឬកំពុងគិតពីអនាគតការងារឬអនាគតវិជ្ជាជីវៈរបស់នាងមានន័យថានាងកំពុងពិចារណាពីវាឬគិតពីវាថាត្រូវធ្វើអ្វីជាមួយវាឬដើម្បីបានវាឧទាហរណ៍មួយទៀត Tu penses à appeler ta mère មានន័យថាអ្នកកំពុងគិតចង់ទេទូរស័ព្ទទៅកាន់ម្ដាយរបស់ឯងមែនទេនៅក្នុងប្រយោគនេះយើងប្រើ penser à ដើម្បីសំដៅដល់ចេតនាឬអ្វីដែលយើងត្រូវធ្វើឬបងចង់ធ្វើចំពោះ penser de វិញយើងប្រើវាដើម្បីសំដៅលើសកម្មភាពបញ្ចេញយោបល់ឬការវិតម្លៃរបស់យើងលើអ្វីមួយប្រធានបទអ្វីមួយឬនរណាម្នាក់ឧទាហរណ៍ Que penses-tu de ce film មានន័យថាតើអ្នកគិតឬមានយោបល់យ៉ាងម៉េចដែរលើភាពយន្តហ្នឹងឧទាហរណ៍មួយទៀត Il pense-tu bien de son collègue មានន័យថាគាត់គិតពីមិត្តរួមការងាររបស់គាត់ក្នុងផ្លូវល្អឬគាត់មានយោបល់ឬការវិតម្លៃលើមិត្តរួមការងាររបស់គាត់បែបវិជ្ជមានឬបែបល្អឧទាហរណ៍មួយទៀត Il ne pense pas grand-chose de cette idée មានន័យថាគាត់មិនឲ្យតម្លៃឬមិនគិតថាគំនិតនោះសំខាន់ឬក៏ឲ្យចាប់អារម្មណ៍នោះទេ